បាទសូមជម្រាបសួរនិងសួស្តីក្មួយៗបងប្អូនហើយនឹង follower របស់ខ្ញុំនៅក្នុង TikTok ក៏ដូចជានៅក្នុង YouTube Channel របស់ខ្ញុំក៏ដូចជានៅក្នុង Facebook Page របស់ខ្ញុំអញ្ចឹងថ្ងៃនេះមករៀងអឺផ្លូវការបន្តិចប៉ុន្តែសូមអធិស្ឋានចំពោះ background របស់ខ្ញុំបងប្អូនដោយសារដោយបងប្អូនបានដឹងហើយគឺខ្ញុំស្នាក់នៅដមបាទខ្ញុំស្នាក់នៅអគារស្នាក់បុគ្គលិកអូតែលណាដែលខ្ញុំធ្វើការអញ្ចឹងខ្ញុំពិបាកនៅក្នុងការហៅកន្លែងថតវីដេអូបន្តិចអញ្ចឹងសូមបងប្អូនកុំប្រកាន់តាក់ទងមួយ background របស់ខ្ញុំអូខេអញ្ចឹងខ្ញុំមកថ្ងៃនេះចង់និយាយរឿងស៊ីជម្រៅបន្តិចហើយវីដេអូនេះប្រហែលជាអាចយូរបន្តិចអូខេខ្ញុំគិតថាបងប្អូនភាគច្រើនដែរចូលចិត្តមើលព័ត៌មានប្រកបជាដឹងពីព័ត៌មាននៅក្រុងផ្សេងនោះព័ត៌មាននៅសាលើណាបាទតកតងជាមួយនឹងយុវជនយុវនារីក្មេងៗមកគូដែលគាត់បាទគឺមានការមានបញ្ហាទៅដូចថាខាងប្រុសគាត់ចាក់សម្រាប់ខាងដៃគូរបស់គាត់ណាសង្សាររបស់គាត់ហ្នឹងរហូតដល់ស្លាប់ចុងបញ្ចប់គាត់ក៏ធ្វើបាបខ្លួនឯងគាត់ក៏ធ្វើអត្តឃាតខ្លួនឯងរហូតដល់ស្លាប់ដូចគ្នាអញ្ចឹងខ្ញុំចង់បញ្ជាក់បន្តិចថាជាធម្មតាគឺខ្ញុំអត់ដែលលើកពីបញ្ហាទូទៅអីយកមកជជែកវែកញែកដើម្បីទទួលបានការមើលទស្សនាពីបងប្អូនទេប៉ុន្តែខ្ញុំចង់ច្បិចមកករណីល្ងាចថ្ងៃទី30ខែ7ហ្នឹងដោយសារវាជាប្រធានបទដែលខ្ញុំតែងទទួលបានសឹងរាល់ថ្ងៃពីយុវជនតាក់ទងជាមួយនឹងវិបត្តិស្នេហាបាទអញ្ចឹងទៅបើខ្ញុំចង់ភ្ជាប់គ្នាតែម្ដងហើយធ្វើក្នុងវីដេអូនេះតែម្ដងបាទសួរថារាល់ថ្ងៃគឺខ្ញុំទទួលបានការជជែកវែកញែកអីខ្លះនៅក្នុងបណ្ដាញសង្គមបងប្អូនក្មួយៗគាត់សុំជាយោបល់គាត់ចង់សាកសួរតាក់ទងជាមួយបទពិសោធន៍ស្នេហាអញ្ចឹងទៅខ្ញុំចង់ជម្រាបថាខ្ញុំមិនមែនជាគ្រូបង្រៀនខ្ញុំមិនមែនជាគ្រូចិត្តសាស្ត្រប៉ុន្តែអ្វីដែលខ្ញុំមានគឺបទពិសោធន៍បាទអ្វីដែលខ្ញុំមានបទពិសោធន៍ក៏ដូចជាខ្ញុំសិក្សាស្រាវជ្រាវច្រើនខ្ញុំយល់ពីសង្គមច្រើនអាចថាខ្ញុំដើររឿងច្រើនដែរអូខេអញ្ចឹងខ្ញុំសូមបន្តដោយករណីពីល្ងាចមិញហ្នឹងដែលមានគូស្នេហ៍មួយគូគាត់ចាក់សម្រាប់គ្នាអញ្ចឹងខាងប្រុសសម្រាប់ខាងស្រីនឹងឲ្យយើងនិយាយងាយស្ដាប់តែពួកគាត់ចែកឋានទាំងពីរហើយលើនេះអូខេអញ្ចឹងសូមចូលរួមសោកស្ដាយចំពោះក្រុមគ្រួសារអញ្ចឹងខ្ញុំចង់បន្តថាចំពោះវិបត្តិស្នេហានេះមួយវាមិនមែនជារឿងសម្រាប់យុវជនណាក្មេងៗដែលអាចយកមកលេងសើចទេបាទខ្ញុំអត់ដាក់បន្ទុកខ្ញុំមិនបន្ទោសទៅលើក្មួយៗបងប្អូនទេបាទហេតុអ្វីបានខ្ញុំនិយាយពាក្យនេះពីព្រោះខ្ញុំផ្ទាល់នៅពេលដែលខ្ញុំវ័យជំទង់ដូចបងប្អូនដូចក្មួយៗក៏ខ្ញុំមានអារម្មណ៍មានបញ្ហានឹងដូចគ្នាបាទយើងធ្លាប់ឆ្លងកាត់ដូចគ្នាម្ល៉េះហើយខ្ញុំអត់ឲ្យកំហុសទៅអ្នកណាទេពួកគាត់គ្មានកំហុសទេអូខេអញ្ចឹងដោយសារតែខ្ញុំមានបទពិសោធន៍ទើបខ្ញុំចង់ចែករំលែកថាបងប្អូនត្រូវចាំថាវ័យរបស់យើងมันមានអ្នកណាគេហាមឃាត់យើងថាអូវ័យប៉ុណ្ណឹងកុំគួរមានស្នេហាអីគ្មានអ្នកណាគេហាមឃាត់យើងទេប៉ុន្តែយើងត្រូវត្រៀមខ្លួនថាតើយើងចាស់ចិត្តចាស់គំនិតហើយឬនៅបាទគ្រាន់តែយើងមានស្នេហាវាអត់ខុសទេខ្ញុំអាចនិយាយថាសម័យឥឡូវហើយគឺអត់ខុសទេពេលខ្ញុំឃើញក្មេងៗខ្ញុំឃើញមិនថាខ្ញុំនិយាយដោយបោះចំហមិនថាក្មួយខ្ញុំមិនថាគ្រាន់តែអ្នកស្គាល់គ្នាឬក៏ឃើញក្មេងៗអីចឹងមានស្នេហាអីអូខេឃើញគេសប្បាយរីករាយមានតែជួយអប៉ុន្តែបងប្អូនត្រូវដឹងថាបញ្ហាវាកើតឡើងគ្រប់វិនាទីប្រសិនបើយើងមិនចេះត្រៀមខ្លួនអូខេម្ល៉េះហើយអារឿងស្នេហានឹងមួយបងប្អូនត្រូវដឹងថាបើវាមានជួបវាគង់តែមានបែករឿងហ្នឹងគឺជារឿងធម្មជាតិបាទបែកបើសិនជាមិនបែកអូខេយើងទំនាក់ទំនងជាមួយគ្នាឬក៏បង្កើតជាគ្រួសារអញ្ចឹងចុះគង់តែថ្ងៃណាមួយគឺបែកទេអូខេ
complex យើងត្រូវចាំថាកាលណាមានជួបគឺមានបែកអញ្ចឹងយើងត្រូវត្រៀមហើយជាពិសេសសម្រាប់ក្មេងៗត្រូវដឹងថាវ័យដែលកំពុងសិក្សាគឺជាវ័យដែលផ្លូវចិត្តយើងគេមិនហៅខ្សោយទេគឺកំពុងតែពុះ control អញ្ចឹងទៅបានយើងមានមុខវិជ្ជាជីវវិទ្យាធ្វើឲ្យយើងរៀនគេឲ្យយើងរៀនហើយខ្ញុំប្រាប់ខ្ញុំរៀនជីវវិទ្យាខ្ញុំអត់ខ្មាស់អៀនទេយើងត្រូវសួរយើងអីឃើញស៊ីជម្រៅនោះថានៅពេលដែលយើងឧទាហរណ៍យើងពេញកំឡោះឲ្យយើងកំមុំចិត្តអានេះសុំចូលសាច់រឿងតិចរឿងស៊ីជម្រៅតិចណាសូមអធិស្ឋានគេហៅថាតើយើងមានតណ្ហាពុះ control របៀបម៉េចនៅពេលដែលឧទាហរណ៍អូយើងឃើញម្នាក់នេះស្អាតអូយើងឃើញម្នាក់នោះសង្ហាអញ្ចឹងទៅបងប្អូនត្រូវចាំថាចំណុចហ្នឹងហើយទៅបានគេឲ្យយើងរៀនហើយនៅពេលដែលយើងបានរៀនហើយគេបរៀនយើងទៀតឲ្យយើងចេះទប់ control អារម្មណ៍របស់ខ្លួនឯងបើសិនជាអារម្មណ៍បែបហ្នឹងកើតឡើងតើគួរដោះស្រាយយ៉ាងម៉េចគួរធ្វើម៉េចអូខេបងប្អូនកុំភ្លេចថាកាលណាតែយើងសាកគប់គ្នាវ័យនៅក្មេងពេកគឺជាវ័យដែលយើងអត់ទាន់បានសិក្សាស៊ីជម្រៅទេអញ្ចឹងធ្វើអីក៏ពុះ control ដែរបាទតាក់ទងគ្នាហើយឆ្លោះគ្នាបែកបាក់គ្នាលេងលះគ្នាជួនកាលមានកូនមានចៅជួនកាលទៅកូនកើតមកហើយយកទៅបបោះបបងចោលយកទៅឲ្យអង្គការយកទុកចោលក្នុងមន្ទីរពេទ្យជាដើមអូខ្ញុំជួបរឿងច្រើនណាស់ខ្ញុំតែដូចនិយាយចឹងហើយក៏ខ្ញុំមិនឲ្យខ្លួនឯងខ្លាចជាឃ្លាំងផ្ទុកអាបញ្ហាហ្នឹងរបស់អ្នកដទៃទេខ្ញុំអត់ចង់បានបែបហ្នឹងដូចគ្នាតែខ្ញុំជួបមួយខ្ញុំមានពេលទំនេរខ្ញុំជួយដោះអញ្ចឹងខ្ញុំប្រាប់ពីវិបត្តិដែលកើតឡើងហ្នឹងអូខេអញ្ចឹងខ្ញុំបង្ការហើយខ្ញុំមានការព្រួយបារម្ភមែនទែនថាប្រសិនបើសកម្មភាពបែបហ្នឹងរបស់យុវវ័យមានកាន់តែច្រើនគឺវាធម្មតាវាធ្វើឲ្យសង្គមយើងចលាចលហើយបាទបងប្អូនគិតមើលអាយុ3 4 10ឆ្នាំមានស្នេហាអាយុ6 7 10ឆ្នាំមានស្នេហាអូខេគេហៅពាក្យថាបាយមិនបានគេហៅថាម៉េចម្នាក់ហ្នឹងគឺជារបស់អញបើសិនអញមិនបានអ្នកណាក៏អត់បានដែរណាគឺពាក្យហ្នឹងកាចសាហាវមែនទែនអូខេមួយទៀតខ្ញុំចង់ជម្រាបថាខ្ញុំមានចាំបានថាមានវីដេអូ TikTok របស់ខ្ញុំដែលខ្ញុំនិយាយពីបញ្ហាហ្នឹងគឺគេហៅថាពាក្យតែស្នេហាបងប្អូនត្រូវចាំក្មួយត្រូវចាំស្នេហាបាទរវាងមនុស្សពីរនាក់ដែលបង្កើតស្នេហាគឺជាការឲ្យតម្លៃស្នេហាមិនមែនជាការបង្ខិតបង្ខំស្នេហាមិនមែនជាការដាក់គំនាបទៅនរណាម្នាក់ដែលគេហៅថាស្នេហាទេណាឧទាហរណ៍ថាខ្ញុំស្រឡាញ់អ្នកណាម្នាក់ប្រសិនបើខ្ញុំមួយថ្ងៃនៅតែហួងហែងគេពេកបាទមិនទុកសិទ្ធឲ្យគេមិនអាចធ្វើអ្វីជាខ្លួនគេអានឹងគេមិនហៅថាស្នេហាទេស្នេហាគឺជាអ្វីអូខេបើសិនយើងចាស់ទុំហើយយើងមើលឃើញថាម្នាក់ហ្នឹងគួរតែសមជាគូជាមួយខ្ញុំឬក៏ខ្ញុំមានលក្ខណៈសម្បត្តិអីសមជាមួយគេទេហើយប្រសិនបើគេបដិសេធយើងថាយើងមិនស័ក្តិសមជាស្នេហារបស់គេទេត្រូវតែចាក់ចេញទៅណាខ្ញុំចង់ជម្រាបបែបនេះសូមគេហៅថាស៊ូបែកបាក់ដោយមិត្តភាពគេហៅថាមិនប្រត់រស់វាប្រសើរជាងប្រត់ស្លាប់ណាអញ្ចឹងពាក្យថាស្នេហាវាស៊ីជម្រៅណាស់ខ្ញុំចង់ជម្រាបហើយស្នេហាគឺជាការដែលផ្ដល់ឲ្យណាក្មួយស្នេហាមិនមែនយើងស្រឡាញ់គេប៉ុន្តែស្រឡាញ់របៀបម៉េចអានោះគេមិនហៅស្នេហាទេគឺគេហៅថាតណ្ហាដឹកមុខបើសិនជាស្នេហាពិតប្រាកដมันអាចលើកដៃសម្រាប់គេបានទេស្នេហាពិតប្រាកដมันអាចលើកដៃវាយគេហៅថាមានអំពើហិង្សាបានទេมันពេញចិត្តកន្លែងណាអូខេហៅមកជជែកគ្នាអូនបងអត់ពេញចិត្តនៅកន្លែងនេះចឹងទៅយើងមានវិធីដោះស្រាយអត់ប្រសិនបើគិតថាផ្លូវនឹងមិនមែនផ្លូវរបស់យើងទាំងពីរអាចដើរស្របគ្នាទេយើងចាក់ចេញបាទជាពិសេសក្មេងៗជាវ័យនេះពូសូមនិយាយពូចុះណាពូលើកទឹកចិត្តខំរៀនភាសារៀនជំនាញរកការងារណាធ្វើដែលខ្លួនឯងស្រឡាញ់គិតថាធ្វើឲ្យមានចំណូលអាចចិញ្ចឹមខ្លួនឯងបានយើងដើរយើងមិនដើររកគូអនាគតទៀតយើងនឹងជួបដែររឿងនឹងមួយខ្ញុំជាមនុស្សមិនដែលជឿរឿងអីគេបុព្វេសន្និវាសអីគេគូព្រេងគូប្រិតអី
ខ្ញុំអាចនិយាយថាខ្ញុំមិនដែរចេះជឿចឹងទេប៉ុន្តែចំណុចគូសកលមួយសូមឲ្យចំណុចហ្នឹងវាហៅមកជួបគ្នាទៅមិនមែនយើងចង់ញ៉ាំអូថ្ងៃនេះខ្ញុំចង់ញ៉ាំនំបញ្ចុកព្រលឹមហ្នឹងទៅសារបានញ៉ាំនំបញ្ចុកមិនមែនអើយយប់ហ្នឹងចង់បានសង្សារយប់ហ្នឹងចង់បានប្រពន្ធចង់បានប្តីស្អែកឡើងរកបានអត់បានទេណាអញ្ចឹងធំធេងណាស់ក្មួយជាពិសេសពាក្យថាស្នេហាក្តីស្រឡាញ់អីហ្នឹងធំធេងមហាសាលហើយពាក្យថាស្នេហាហ្នឹងមិនមែនតលតែយើងផ្ដល់ឲ្យរវាងមនុស្សពីរនាក់ស្រឡាញ់គ្នានឹងយើងហៅថាស្នេហាទេស្នេហាទៅជាមួយក្រុមគ្រួសារឪពុកម្ដាយបងស្រីបងប្រុសកូនក្មួយសត្វចិញ្ចឹមមិត្តភ័ក្តិលោកគ្រូអ្នកគ្រូមិត្តរួមការងារប្រទេសជាតិសុទ្ធតែយើងអាចធ្វើបានបាទសុទ្ធតែយើងអាចធ្វើបានអញ្ចឹងក្នុងវីដេអូនេះខ្ញុំនិយាយរឿងទលំទលាយរឿងវែងឆ្ងាយហើយបើបងប្អូនគិតថាវាមិនសូវមានន័យមិនសូវជាប្រធានបទមួយដែលគួរឲ្យស្ដាប់ទេអូរំលងទៅអីទេហ្នឹងហើយតែនេះជាអ្វីដែលខ្ញុំបញ្យល់ទៅកាន់បងប្អូនក្មួយៗដែលតែងសាកសួរសុំការប្រឹក្សាមកខ្ញុំណាក្មួយៗអញ្ចឹងក្នុងវីដេអូនេះគឺពូមានចំណុចលើកទឹកចិត្តតែប៉ុណ្្នឹងទេហើយសូមណាសូមរកចំណេះដឹងមុខរបរការងារចំណេះដឹងជួយខ្លួនឯងសិនយើងជួយខ្លួនឯងបានម្នាក់ស្មើយើងជួយជាតិបានមួយរឿងហើយណាអូខេអញ្ចឹងថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណចំពោះការទស្សនាក៏ដូចជាការស្ដាប់របស់បងប្អូនបាទជំរាបលា